ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើតតារាងនៅក្នុង Microsoft Access អ្នកទាំងអស់គ្នាជាដំបូងយើងចូលទៅក្នុងកម្មវិធី Microsoft Access របស់យើងមកយើង click open វាមកបន្តមកទៀតយើងធ្វើការជ្រើសរើសយក blank database បាទមានថាយើងបង្កើត data ថ្មីណាអ្នកទាំងអស់គ្នាបន្តទៀតយើងអាចជ្រើសរើសដាក់អានេះបានខ្ញុំដាក់ថាexample 01 អូខេខ្ញុំ enter មកអញ្ចឹងនៅពេលដែលយើងបង្កើតតារាងថ្មីដំបូងគឺវាចេញនៅតារាងបែបនេះរូបភាពបែបនេះអញ្ចឹងណាដើម្បីបង្កើតបានយើងចូលទៅក្នុង create បន្តមកទៀតយើងជ្រើសរើសយកពាក្យថា table design អូខេអញ្ចឹងនៅក្នុងបង្កើតតារាង database ទី1ខ្ញុំសូមធ្វើការបើកនេះចោលសិនអូខេអញ្ចឹងដូចជាការធ្វើឈ្មោះអីចឹងណាអ្នកទាំងអស់គ្នានៅពេលដែលយើងទៅចុះឈ្មោះឬក៏យើងធ្វើ receipt អីយើងតែងតែមានអីគេឈ្មោះមែនអត់អញ្ចឹងយើងដាក់ទៅឧទាហរណ៍ថាខ្ញុំមាន ID របស់ employee បុគ្គលិករបស់ខ្ញុំមានចំនួនជា list ឈ្មោះបុគ្គលិករបស់ខ្ញុំណាអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបង្កើតនេះមួយអញ្ចឹងឧទាហរណ៍ខ្ញុំបង្កើតថាដាក់ថា e name បើថា employer name ណាសំទោសអ្នកនរនេះអានេះយើងអត់ដាក់អញ្ចឹងទេគឺយើងដាក់ ID របស់គាត់សិន EID យើងសេះធំមកស្រួលមើលនៅក្នុងកន្លែង data type នេះគឺយើងជ្រើសរើសយកពាក្យថា auto number ណាអ្នកនរ auto number តមកទៀតយើងយកselect ថាខាងក្រោមនេះយើងវាយពាក្យ e name អញ្ចឹងយើងដាក់ short text name របស់គាត់នោះគឺឈ្មោះរបស់បុគ្គលិកយើងតមកទៀតឈ្មោះឬគឺ gender យើងដាក់ថា gender នៅក្នុង gender គឺវាមានជម្រើសអ្នកនរនេះគឺជម្រើសមានភេទស្រីនិងភេទប្រុសអញ្ចឹងដើម្បីយើងធ្វើការ select ជ្រើសរើសបានយើងចុចទៅក្នុង look up តមកទៀតយើង click 2 ដង double click មកតមកទៀតអាកន្លែង list box នោះគឺយើងយកពាក្យថា combo box មួយទៀតយើងយកអានេះគឺ value list តមកទៀតយើងវាយមក female អានេះខ្ញុំសេអសតទូច female តមកទៀតខ្ញុំដាក់ថា male ប្រុសហើយយើង complete ដាក់សញ្ញានេះមួយផងតមកទៀតយើងមានឈ្មោះមានភេទហើយគឺថ្ងៃខែឆ្នាំកំណើតរបស់គាត់អញ្ចឹង date of birth DOB ចឹងនៅក្នុង date of birth នេះគឺយើងជ្រើសរើសយកតារាងមួយដែលជាតារាងរបស់ថ្ងៃទីអញ្ចឹងយើងអាចជ្រើសរើសចុចនៅក្នុងកន្លែងនេះមកតទៅទៀតយើងយកពាក្យថា date and time អូខេតែប៉ុណ្្នឹងឯងតទៅទៀតគាត់មានលេខទូរស័ព្ទមែនអត់ phone number នៅក្នុង phone number យើងដាក់វាជា number ទៅវាជាលេខអូខេអញ្ចឹងនៅក្នុងនេះខ្ញុំត្រូវបន្ថែម address មកគាត់មកទៀត address same address អូខេអញ្ចឹង address គឺយើងដាក់វា short text ចឹងហើយអូខេអ្នកនរគ្នាអញ្ចឹងនេះគឺជាទម្រង់list បញ្ចូល list បុគ្គលិកណាអញ្ចឹងនេះជាឧទាហរណ៍អញ្ចឹងដើម្បីយើង view វាយើងចុចនេះមក view នេះយើង view table ណាចេញចុច yes មកហើយយើង set ឈ្មោះទៅដើម្បីងាយស្រួលទៅក្នុងវីដេអូក្រោយយើងខ្ញុំដាក់ថា TBL បើថា table TBL គឺ table ហើយខ្ញុំដាក់ dash table dash employee ចុច OK ចុច yes អូខេអញ្ចឹងវាចេញឲ្យអ្នកនេះអត់នេះចេញ select បានគេអត់នេះអូខេនេះគឺជាវីដេអូទី1ដែលខ្ញុំបង្ហាញអ្នកនរគ្នាអំពីការបង្កើតតារាងណា
វីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅក្នុងការ edit តារាងដែលធ្វើរូបរាងចេញមកគឺស្អាតតែម្ដងអ្នកគ្នាចឹងយើងធ្វើការ save ទៅ save as តាមទៀតយើងយកsave as យកឡើយណាយើងដាក់ save នៅក្នុង file មួយណាមកខ្ញុំដាក់វានៅក្នុង disk PC តាមទៀតខ្ញុំត្រូវការជ្រើសរើសយកកន្លែងនេះហ្នឹងហើយខ្ញុំ create folder មួយមកខ្ញុំដាក់ថាអ្នកទាំងអស់នេះដាក់ទៅប៉ុន្តែខ្ញុំដាក់ learn the database អូខេនេះ learn database តែយើង learn មកហ្នឹងគឺបានបងប្អូននេះឲ្យយើងធ្វើការបិទទៅបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយអរគុណច្រើនអ្នកនរគ្នា